បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើការបត់បង្ហាញរបៀប download ឯកសារពីអ៊ីនធឺណិតមានដូចជា file PDF និង Microsoft អញ្ចឹងឧទាហរណ៍ថាខ្ញុំចង់បានសៀវភៅមួយខ្ញុំដាក់Grammar Enjoy ជា file PDF ខ្ញុំចុចអញ្ចឹងមកតើមកយើងឃើញបងប្អូនឃើញដាក់អីគេ English Grammar Enjoy Free Edition នេះ version 5យើងចុចទៅលើហ្នឹងមកឲ្យតែមានពាក្យថា PDF ទៅហ្នឹងយើងចុចលើវាអញ្ចឹងវាឲ្យយើង download ឃើញសញ្ញា download ទេបងប្អូនចុច download មកហើយ save ចូលទៅក្នុងទីតាំងខ្ញុំដាក់ទៅលើ desktop បងប្អូន save មកឬមួយទៀតបើសិនករណីវាអត់ឲ្យអាចចូលកន្លែងសញ្ញា print នេះកន្លែង slow printing ហ្នឹងគឺយកកន្លែង destination នេះគឺឲ្យយើង save នៅក្នុងនេះក៏បានហើយចុច save នេះមួយទៀតតើបើយើងរើសទីតាំងខ្ញុំដាក់លើ desktop ណាហើយខ្ញុំ save យើងថាខ្ញុំ save ឲ្យម្ដងហើយយើងចង់ save ទៀតយើងគ្រាន់តែដូរកន្លែង panel ថែមមកដាក់តិចមកយើងអាច save បានទៀតដាក់ដូរឈ្មោះអក្សរ D យើង save ខ្ញុំចប់ដូចគ្នាឡើយយើងចង់បានជា file Microsoft Word វិញយើងគ្រាន់តែដូរពីហ្នឹងមកអមចង់ដាក់បានលំហាត់ជា file Microsoft Word អញ្ចឹងយើងដាក់យើងចង់បាន path simpleton file ជា Microsoft អញ្ចឹងឲ្យឃើញពាក្យ DOC មានថា file របស់ Microsoft Word យើងចុចលើវាមកនេះយើងឃើញលំហាត់ path simpleton simple path អញ្ចឹងបងប្អូនចុចខ្ញុំចង់ដាក់ path simple ខ្ញុំចង់ដាក់ present simple វិញខ្ញុំដាក់ present ក៏បានដែរហើយដាក់ DOC present ដាក់ម្ដងទៀត present simple DOC នេះនឹងចុចយកនេះអញ្ចឹង website ដូចជាគេអត់ឲ្យ download ទេមួយទៀតបើសិនជាខ្ញុំចង់បានកន្លែងហ្នឹងពាក្យនេះមកអីយើង download យើងអាចចុច Ctrl P ហើយយើងយកកន្លែង destination នេះមិនមានមុខវាខាងសិនដែលយើង save ជា file PDF យើង save មកចាប់ជា file PDF នៅករណីដែលវាអត់ឲ្យជា file DOC file Word ចឹងបងប្អូនមើលទៀតណាមាន file ហ្នឹងអាចដាក់ Word ខ្លះឥឡូវយើងដាក់នេះសិនជាមកនេះដូរទៅវិញដាក់ home Word path simple DOC នេះ simple path មាន file DOC ចឹងឲ្យឃើញ DOC ថាជា file ដែលអាច download បានខ្ញុំចុចលើវាមកនេះឲ្យយើង download នេះ file Word Excel សេរីចាស់ Word ឆ្នាំ2003បងប្អូនចុច save នៅលើ desktop មកវាកំពុងតែ download វាអត់តាន់ពេញ
file នេះអាចមានមេរោគខ្ញុំនឹងរក file ផ្សេងមកដូចសារតែ file វាអត់សូវមាន file DOC ហ្នឹងមិនដាក់ផ្សេងមក present continue con អូឬក៏បាច់ដាក់ចឹងក៏បានដាក់ជាវិញ CV template DOC ហ្នឹងមកគំរូ CV វិញនេះ file CV ជា document ជា Word ចុចលើវាមកហើយយើង save ក្រោយ desktop ដែរហ្នឹងនៅលើពេញអញ្ចឹង file ចេញមកគឺជា Word ហ្មងនេះមិនថាCV ខ្មែរឬក៏ CV អង់គ្លេសអីគឺយើងដាក់ចូលគ្នាឧទាហរណ៍ចង់បាន CV ខ្មែរយើងវាយមកដាក់ CCV ខ្មែរ template អញ្ចឹងឲ្យយើង download ឥឡូវចង់បាន CV ខ្មែរ template យើងដាក់ខ្មែរមកឬក៏ Cambodia នេះគេគំរូ CV ជា file Word នេះឲ្យយើងជ្រើសរើសមានច្រើនចង់បានណានេះមួយ CV ចុចលើហ្នឹងមកតែជា file PDF ដោយសារខាងផ្ទុយដាក់ PDF យើងចង់បាន DOC មក file Word ចុចអានេះមកចង់បានចុច file PDF ចុចអានេះចឹងចុច download lại file DOC ជាមួយចឹងណានេះក៏យើង save ជា Word ទៀត Word សេរីចាស់ទៀតនេះយើង download មកមិញហ្នឹងយើងចុចមកចេញគំរូ CV ខ្មែរយើងមកសម្រាប់នេះនេះហៅថា cover letter ហើយនេះbackground CV យើងអញ្ចឹងចង់បានជា file PowerPoint អញ្ចឹងដូចឧទាហរណ៍អញ្ចឹងយើងខំតែដូរកតុយទៅមកអញ្ចឹងយើងចំណាំ DOC Word ហើយPDF មិនថា file PDF ក្នុងកតុយហ្នឹងដល់ទៅ PowerPoint យើងដាក់ពាក្យកាត់វា PPT អញ្ចឹងនេះចាំបានអីvehicle simple ជា file PowerPoint យើងដាក់ចាំហើយចុចលើវាចឹងមកហើយក៏ឲ្យយើង download ចុចលើវាមកចេញជា file នេះមកចេញជា file simple ហ្នឹងsimple ក្នុងជា page slide ចឹងចុច save វាមកបើកម្មវិធីខ្លះយើងមានកម្មវិធី download ចឹងវាឲ្យយើង download អានេះយកមានកម្មវិធី download តែឲ្យយើង save កម្មវិធីខ្លះក៏មានinternet download manager ក៏អាច download តាមហ្នឹងក៏បានពេលយើងចុចទៅឲ្យយើង download ទៅតាមកម្មវិធីមួយចំនួននេះfile PowerPoint ដែលយើងកំពុងដោនហ្នឹងវាអត់ទាន់ពេញចូលទៅមើលអញ្ចឹងដូចជា file Excel វិញឧទាហរណ៍ថាយើងចង់បានគំរូ Excel តែគឺចាប់ដូចគេមិនសូវប្រើឧទាហរណ៍យើងចង់បានតាក់ទងនឹងរូបមន្តផ្សំរបស់ Excel ឧទាហរណ៍យើងនឹង how to sum
how to use or how to sum number in Excel. Tức đã chắc là bạn table file Excel mình đã file Excel nhưng đôi chỉ ở bài download để đôi chỉ ở đài download tam sân chắc nhưng đang tập bay riêng thì bán đặc biệt download PDF mà server hay là PowerPoint bạn chắc như ta phần năng tế xâm lập ở video minute